ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅភ្ញៀវទេសចរនាមកកម្ពុជាកាន់ឡើងគណៈចលនាពហិការមិនទៅលេងប្រទេសថៃផ្ទុះឡើងខ្លាំងដោយសារយោធាថៃវាកំទេចរូបសម្ដែងព្រះវិស្ណុក្នុងកំឡុងពេលថៃឈ្លានពានកម្ពុជារដ្ឋាភិបាលត្រៀមដាក់ចេញគោលនយោបាយលំនៅឋានថ្មីដើម្បីស្ដារវិស័យអចលនទ្រព្យនិងជួយពលរដ្ឋដែលមានចំណូលតិចគម្រោងវិនិយោគចំនួន412គម្រោងនៅក្នុងខេត្តព្រះសីហនុដែលមានទុនវិនិយោគ$7,900 លានទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល2ឆ្នាំគណៈកម្មាធិការដឹកនាំការងារការទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈវិតម្លៃខ្ពស់លើវឌ្ឍនភាពនៃការអនុវត្ត FMISយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ AFE ដែលបានដកស្រង់ប្រសាសន៍របស់សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរបានឲ្យដឹងថាចរន្តភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជានៅពេលនេះមានសន្ទុះខ្លាំងជាងមុនសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរបានធ្វើការវិភាគនិងទាញហេតុផលសំខាន់ៗចំនួន2ដែលជំរុញឲ្យមានកំណើននេះទី1ការតភ្ជាប់ជើងហោះហើរត្រង់បច្ចុប្បន្នកម្ពុជានិងឥណ្ឌាបានភ្ជាប់ជើងហោះហើរត្រង់រវាងគ្នាដែលជាកត្តាសម្រួលដល់ការធ្វើដំណើរយ៉ាងសំខាន់ទី2កំហឹងចំពោះការកំទេចរូបបដិមាព្រះវិស្ណុហេតុផលទី2ដែលជាកត្តាជំរុញចិត្តដ៏សំខាន់នោះគឺកើតឡើងក្រោយពេលដែលមានការចែកចាយព័ត៌មានអំពីទង្វើរបស់យោធាថៃបានវាយកំទេចចោលរូបបដិមាព្រះវិស្ណុក្នុងសាសនាហិណ្ឌូនៅលើទឹកដីកម្ពុជាក្នុងកំឡុងពេលឈ្លានពានកម្ពុជាសមាគមបានបញ្ជាក់ថាការវាយកំទេចរូបបដិមានេះបានធ្វើឲ្យពលរដ្ឋឥណ្ឌាផ្ទុះកំហឹងនិងខឹងសម្បារយ៉ាងខ្លាំងរហូតពួកគេបានសម្រេចចិត្តលុបចោលគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃហើយងាកមកជ្រើសរើសកម្ពុជាជាទិសដៅទេសចរថ្មីចំនួនវិញដើម្បីទស្សនាទឹកដីដែលផ្ដល់តម្លៃសាសនានិងវប្បធម៌របស់ពួកគេដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនិងជួយសង្គ្រោះវិស័យអចលនទ្រព្យរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងពន្លឿនការរៀបចំនិងកែសម្រួលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍលំនៅឋានសង្គមនិងលំនៅឋានតម្លៃសមរម្យថ្មីមួយគោលនយោបាយដែលធ្វើបច្ចុប្បន្នភាពនេះត្រូវបានរំពឹងថានឹងជួយឲ្យទីផ្សារអចលនទ្រព្យនិងសំណង់នៅកម្ពុជាងើបឡើងវិញកាន់តែឆាប់រហ័សថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី22ខែធ្នូឯកឧត្តមអគ្គមនសិភិជាអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូបញ្ជាក់ថានេះគឺជាពេលវេលាដ៏សមស្របក្នុងការពិនិត្យនិងការពិភាក្សាលើការរៀបចំសេចក្តីព្រាងនេះឡើងវិញដើម្បីជំនួសឲ្យគោលនយោបាយស្តីពីការលើកទឹកចិត្តនិងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ2017ដែលលែងសូវឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នយោងតាមក្រសួងសេដ្ឋកិច្ចគោលនយោបាយថ្មីនេះមានគោលដៅចម្បងក្នុងការផ្ដល់លំនៅឋានប្រកបដោយគុណភាពនិងសុវត្ថិភាពជូនដល់ប្រជាជនដែលមានចំណូលកម្រិតទាបមធ្យមនិងក្រុមងាយរងគ្រោះអ្វីដែលពិសេសគឺការពង្រីកវិសាលភាពទៅលើលំនៅឋានតម្លៃសមរម្យសម្រាប់ជួលដើម្បីដោះស្រាយតម្រូវការជាក់ស្ដែងរបស់សិស្សនិស្សិតកម្មករនិយោជិតនិងអ្នកធ្វើចំណាកស្រុកដើម្បីធានាប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិនៃការអនុវត្តសេចក្តីព្រាងគោលនយោបាយថ្មីនេះបានដាក់បញ្ចូលនូវចំណុចសំខាន់ចំនួន4ដែលខុសប្លែកពីគោលនយោបាយចាស់ឆ្នាំ2017រួមមានទី1ការដាក់បញ្ចូលលំនៅឋានជួលលើកកម្ពស់ការចូលរួមពីគ្រប់ភាគីទាំងរដ្ឋនិងឯកជននិងអង្គការដៃគូដើម្បីអភិវឌ្ឍលំនៅឋានសង្គមនិងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល 2. ជំរឿសហិរញ្ញប្បទានថ្មីបន្ថែមយន្តការហិរញ្ញវត្ថុក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទាំងប្រភេទកម្មសិទ្ធិនិងជួល 3. ការកែតម្រូវលក្ខខណ្ឌធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យគម្រោងនិងកំណត់អតិថិជនគោលដៅឲ្យស្របតាមបរិបទសង្គមសេដ្ឋកិច្ចជាក់ស្ដែងនិងទី4សម្រួលនីតិវិធីកែសម្រួលបែបបទនៃការដាក់ស្នើគម្រោងដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកអភិវឌ្ឍក្នុងការអនុវត្តគូបញ្ជាក់ថាការរៀបចំគោលនយោបាយនេះគឺដើម្បីជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋានឆ្នាំ2014និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនព្រមទាំងជំរុញការអភិវឌ្ឍនគរូបនីយកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំបូកសរុបនិងវិតម្លៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅក្នុងឆ្នាំ2025 អាយដាមរដ្ឋសភាចាហ៊ានសាហីបបានមានប្រសាសន៍ថាក្នុងរយៈពេល2ឆ្នាំគឺ2024-2025ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តការអនុគ្រោះការសម្រួលនីតិវិធីនិងការសម្របសម្រួលដោះស្រាយវិវាទចំនួន412គម្រោងជាមួយទុនវិនិយោគប្រមាណ$7,971 លានអាមេរិកដោយអាចបង្កើតការងារបានប្រមាណ52,000កន្លែងដោយឡែកក្នុងឆ្នាំ2025ក្រុមការងារបានសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន199គម្រោងស្មើនឹង133%លើសគោលដៅសូចនាករសមត្ថកម្មដែលបានកំណត់ត្រឹម150គម្រោងក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន92គម្រោងគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងឬគម្រោងថ្មីចំនួន90គម្រោងការពង្រីកគម្រោងចំនួន9គម្រោងនិងគម្រោងវិនិយោគធុរកិច្ចដែលមានស្រាប់ចំនួន8គម្រោងដោយគ្របដណ្ដប់ទៅលើវិស័យអចលនទ្រព្យឧស្សាហកម្មទេសចរណ៍អប់រំក្រៅពីនេះក្រុមការងារបានអនុវត្តវិធានការនានាដោយរលូនស្របតាមកម្មវិធីពិសេសដោយមានកិច្ចសហការខ្ពស់និងការចូលរួមយ៉ាងសកម្មរបស់ក្រសួងស្ថាប័ននិងរដ្ឋបាលខេត្តព្រះសីហនុស្របតាមអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយឯកឧត្តមរដ្ឋសភាចាបានមានប្រសាសន៍បន្ថែមថាដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលសម្រេចបានទាំងនេះរាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះរយៈពេល2ឆ្នាំបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ2027ដោយរក្សាវិធានការដដែលនិងបន្ថែមវិធានការចំនួន4ទៀតរួមមានទី1សម្របសម្រួលនិងជំរុញការវិនិយោគក្នុងស្រុក2សម្របសម្រួលការបណ្ដុះបណ្ដាលជំនាញដល់វិនិយោគិនធុរជននិយោជិតនិងកម្មករ3ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកនិងការផ្ទេរជំនាញនិងបច្ចេកវិទ្យានិង4ជំរុញការប្រើប្រាស់ធាតុផ្សំនិងទំនិញដែលផលិតនៅក្នុងស្រុកទៅតាមសហគ្រាសនិងរោងចក្រក្នុងខេត្តព្រះសីហនុដោយសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចនិងរដ្ឋបាលខេត្តព្រះសីហនុនៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី3នៃគណៈកម្មាធិការដឹកនាំការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដឹកនាំដោយឯកឧត្តមរដ្ឋសភាចាអូនប៉ុលមនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានតម្លៃខ្ពស់របាយការណ៍ប្រចាំត្រីមាសទី3ឆ្នាំ2025នៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី4និងប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលក្នុងនោះមានវឌ្ឍនភាពនៃការងារកែតម្រង់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងវឌ្ឍនភាពនៃការងារកែតម្រង់របស់ក្រសួងស្ថាប័នដែលសម្រេចបានជារួមប្រមាណ 84%ទន្ទឹមនេះវឌ្ឍនភាពនៃការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុដែលផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត FMIS ត្រូវបានវាតម្លៃថាមានភាពល្អប្រសើរដោយសារតែ FMIS ត្រូវបានពង្រីកឲ្យប្រើប្រាស់នៅតាមការដ្ឋានថ្មីៗជាបន្តបន្ទាប់រួមជាមួយនឹងការធានាបាននៅទិន្នន័យស្តីពីធនធានហិរញ្ញវត្ថុសាធារណៈរួមមានថវិការដ្ឋទ្រព្យសម្បត្តិរដ្ឋបំណុលសាធារណៈនិងស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនិងសហគ្រាសសាធារណៈមានវិសាលភាពគ្រប់ជ្រុងជ្រោយនិងអាចប្រើប្រាស់សម្រាប់ការត្រួតពិនិត្យនិងការវិនិច្ឆ័យបានយ៉ាងមានប្រសិទ្ធភាពគួរជម្រាបជូនថាគិតត្រឹមត្រីមាសទី3ឆ្នាំ2025ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវសូចនាករគន្លឹះសំខាន់រួមមានការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុងបន្ថែមជាមួយនឹងការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុងលើនីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញានិងនីតិវិធីចលនាឥណទានជាមួយនេះដែរការដោយប្រើប្រាស់ FMIS Portal ចំនួនថ្មីនៅ44រដ្ឋបាលក្រុងស្រុកខណ្ឌនិងការដោយអនុវត្តនីតិវិធីកត់ត្រាទិន្នន័យចំណាយគម្រោងវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសក្នុង FMIS ទន្ទឹមនេះ FMIS នៅតែទទួលបានការយកចិត្តទុកដាក់និងបន្តសហការពីគ្រប់ដៃគូអភិវឌ្ឍន៍និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៅក្នុងការត្រួតពិនិត្យនិងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារលំហូរការងារនិងលក្ខខណ្ឌតម្រូវនៅក្នុងមុខងារលទ្ធកម្មអេឡិចត្រូនិកផងដែរស្របពេលជាមួយគ្នានេះ FMIS បានអភិវឌ្ឍនៅរបាយការណ៍ហិរញ្ញវត្ថុនានាជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការពិនិត្យវិភាគនិងផ្ដល់ព័ត៌មានសម្រាប់ការសម្រេចចិត្តជូនថ្នាក់ដឹកនាំគ្រប់កម្រិតក្នុងនោះសម្រាប់របាយការណ៍ទាំងឡាយណាដែលមាននៅក្នុង FMIS ក្រសួងស្ថាប័ននិងអង្គភាពថវិកាណបតិសិទ្ធពេញលេញមិនតម្រូវឲ្យដាក់របាយការណ៍ទាំងនោះជាក្រដាសមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៀតនោះទេ